តញ្ញូតាធរដ៏ខ្ពង់ខ្ពស់លោកផានផាតអគ្គនាយកនៃសារព័ត៌មានប្រមុខ4និងក្រុមគ្រួសារប្រារព្ធពិធីបុណ្យគម្រប់7និង100ថ្ងៃឧទ្ទិសកុសលជូនមហាឧបាសកផុនផាននៅខេត្តព្រៃវែងក្នុងស្មារតីសងគុណចំពោះអ្នកមានគុណនិងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ខ្ពង់ខ្ពស់កាលពីថ្ងៃអាទិត្យ200ខែពិសាខឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី3ខែឧសភាឆ្នាំ2026លោកផានផាតអគ្គនាយកនៃសារព័ត៌មានប្រមុខ4ព្រមទាំងក្រុមគ្រួសារបានរៀបចំពិធីបុណ្យតក្កេណានុប្បទានគម្រប់7និង100ថ្ងៃដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធមហាឧបាសកផុនផានដែលជាបិតាបង្កើតជីតានិងជាស្វាមីប្រកបដោយសេចក្តីសង្វេគនិងកតញ្ញូតាធម៌បំផុតមហាឧបាសកផុនផានបានទទួលមរណភាពកាលពីថ្ងៃច័ន្ទ11កើតខែពិសាខឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី27ខែមេសាឆ្នាំ2026ក្នុងជន្មាយុ87ឆ្នាំដោយជរាពាធពិធីបុណ្យតាមបែបសាសនានេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅគេហដ្ឋានរបស់ឧបាសិកាធីសាងស្ថិតក្នុងភូមិជាខ្លាងឃុំជាខ្លាងស្រុកស្វាយអន្តរខេត្តព្រៃវែងដោយមានការអញ្ជើញចូលរួមពីសំណាក់សាច់ញាតិជិតឆ្ងាយនិងភ្ញៀវកិត្តិយសយ៉ាងច្រើនកកកផងដែរម្ចាស់ដើមបុណ្យដែលបានរួបរួមគ្នារៀបចំពិធីនេះរួមមានឧបាសិកាធីសាងត្រូវជាភរិយានៃសពលោកផានសុផាតនិងអ្នកស្រីមកសុផលអ្នកស្រីផានទុំលោកផានថៃនិងអ្នកស្រីខៀវសារិលោកផានវ៉ូននិងអ្នកស្រីដូចស៊ីណាលោកផាន់វ៉ាន់និងអ្នកស្រីលៀងចែព្រមទាំងអ្នកស្រីផានចិន្តានិងលោករ៉ុនឆោមរួមនឹងបុត្រាបុត្រីនិងចៅទាំងអស់កម្មវិធីបុណ្យបានចាប់ផ្ដើមតាំងពីវេលាម៉ោង 7:30 នាទីព្រឹកដោយមានការរៀបចំបទនមស្ការព្រះរតនត្រ័យនិងសមាទានសិលតាមកិច្ចព្រះពុទ្ធសាសនាលុះមកដល់វេលាម៉ោង 9:30 នាទីព្រឹកម្ចាស់ដើមបុណ្យបានរៀបចំពិធីរាប់បាតវេផុតតាហាប្រគេនព្រះសង្ឃនិងពិធីបាំងស្កូលដើម្បីឧទ្ទិសកុសលដែលបានមកពីសទ្ធាជ្រះថ្លានេះជូនដល់វិញ្ញាណក្ខន្ធមហាឧបាសកផុនផានឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយជាកិច្ចបង្ហើយបុណ្យនៅវេលាម៉ោង 11:47 នាទីថ្ងៃត្រង់ក្រុមគ្រួសារបានរៀបចំពិធីដង្ហែអធិធាតុប្រតិសិន3ជុំជុំវិញព្រះចេតិយរួចរៀបចំតម្កល់ធាតុទុកជាទីគោរពសក្ការៈបន្ទាប់ពីកិច្ចសាសនាបានបញ្ចប់នៅវេលាម៉ោង 2:00 នាទីរសៀលរហូតដល់ម៉ោង 6 ល្ងាចម្ចាស់ដើមបុណ្យបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសនិងពិសាភោជនាហារក្នុងបរិយាកាសស្និទ្ធស្នាលនិងពោរពេញទៅដោយសមានចិត្តនៅក្នុងទស្សនៈព្រះពុទ្ធសាសនានិងប្រពៃណីខ្មែរការរៀបចំពិធីបុណ្យគម្រប់7និង100ថ្ងៃមិនមែនគ្រាន់តែជាកិច្ចប្រហែនោះទេប៉ុន្តែវាបង្កប់នៅអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅចំពោះ3ចំណុចទី1កតញ្ញូតាធម៌ការដែលលោកផានផាតនិងបងប្អូនទាំងអស់រួមគ្នាប្រារព្ធពិធីនេះគឺជាការបង្ហាញនៅធម៌កតញ្ញូយ៉ាងខ្ពង់ខ្ពស់ចំពោះមាតាបិតាក្នុងធម៌ព្រះពុទ្ធអប់រំថាកតញ្ញូកតវេទីការដឹងគុណនិងការតបស្នងសងគុណគឺជាមង្គលដល់ឧត្តមការធ្វើបុណ្យឧទ្ទិសកុសលបន្ទាប់ពីអ្នកមានគុណចែកឋានទៅគឺជាកាតព្វកិច្ចចុងក្រោយរបស់កូនប្រុសស្រីដែលបង្ហាញពីសីលធម៌ដ៏ល្អប្រពៃក្នុងគ្រួសារទី2ការរំលឹកដល់សេចក្តីមិនទៀង
ជនមាយុ87ឆ្នាំរបស់មហាឧបាសកផុនផានគឺជាមេរៀនមួយដែលរំលឹកដល់អ្នករស់នៅរស់រានមានជីវិតទាំងអស់ឲ្យយល់អំពីអនិច្ចំទុក្ខំអនត្តាគ្មានអ្វីដែលស្ថិតស្ថេរជារៀងរហូតឡើយសូម្បីតែជីវិតការយល់ដឹងបែបនេះជួយឲ្យមនុស្សលះបង់នៅភាពមានះអាស្មេះមានះនិងងាកមករកសាងអំពើល្អចេះស្រឡាញ់គ្នានិងជួយគ្នាខ្លាំងជាងមុនទី3ជំនឿលើផលបុណ្យពិធីបង្សកូលនិងការប្រគេនទានគឺជាការតភ្ជាប់ទំនាក់ទំនងរវាងអ្នករស់នៅនិងអ្នកស្លាប់តាមរយៈថាមពលនៃផលបុណ្យនៅក្នុងជំនឿខ្មែរពិធីបុណ្យ100ថ្ងៃគឺជាពេលវេលាដែលវិញ្ញាណក្ខន្ធត្រូវចាក់ចេញទៅកាន់ភពថ្មីដោយពេញលេញដូច្នេះការផ្ញើបុណ្យកុសលនៅពេលនេះគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នកដែលចែកឋានទៅពិធីបុណ្យគម្រប់7និង100ថ្ងៃជូនចំពោះមហាឧបាសកផុនផានមិនត្រឹមតែជាពិធីជួបជុំសាច់ញាតិនិងមិត្តភ័ក្តិដើម្បីសម្ដែងនៅសេចក្តីសោកស្ដាយប៉ុណ្ណោះទេប៉ុន្តែវាគឺជាសក្ខីភាពនៃវប្បធម៌កតញ្ញូដ៏រឹងមាំរបស់សង្គមខ្មែរសកម្មភាពរបស់លោកផានផាតនិងក្រុមគ្រួសារបានក្លាយជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយក្នុងការថែរក្សាតម្លៃសីលធម៌គ្រួសារនិងទំនៀមទម្លាប់សាសនាតាមរយៈការធ្វើបុណ្យនេះមិនត្រឹមតែផ្ដល់នូវភាពស្ងប់សុខដល់វិញ្ញាណក្ខន្ធអ្នកដែលបានលាចាកលោកប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយជំរះចិត្តគំនិតរបស់អ្នករស់នៅឲ្យកាន់តែមានសេចក្តីមេត្តានិងស្គាល់តម្លៃនៃជីវិតកាន់តែច្បាស់ថែមទៀតផងจากงานลงเรียนรวมกลุ่มปีไทยเมื่อไทยเรียนการนี้จะเที่ยวฝากคนไทยตกลอยเป็นหัวใจพาลงกลุ่มปีไทยเมื่อไทยเรียนการนี้จะไม่โดนพาสลายโจจะพาสลายตรงอาณาโมตรงนี้มาปาเป็นหัวใจมันจะสมัครเป็นใจวันวันประจักษ์บ้านจะทำลายกรรมการสร้างสมัยใจมันจะเป็นออกมาทางงานโลกสำหรับการตัวตาคนตาจะจบในร้านตาตาตัวตาตัวคนใจคนใจมีเพียงแต่ตาเอาใจใจอย่างนี้ตรงนั้นเรียกว่าตาตัวตาตัวตาคนใจมีเพียงใจใจเกมมือมือตัวจักรนะพอคนตั้งนะพอคนตัวรักมันตัวตาลงตัวจักรนะพอคนจักรนะจะสำหรับตีไงลงมาเป็นจบในร้านนั่นคือจักรยานทำไปแล้วตอนนั้นตัวใจเดินสภาการเจตนาเรียนรู้และนาประพฤติยังออกจากตาโรงเรียนเรียนไปก็ไปเนี่ยต่อใจประมาณเดือนจบประมาณเดือนเดือนดูประมาณทักละสมัครไปประมาณมนุษย์มาเจตนาผมมาออกมาตกงานออกเนี่ยตาตัวตาตัวหยดเลยหยดตาเนี่ยเจตนาการทำใจถึงเงินตัวจักรเนี่ยพอเป็นจักรนาเราเจตสำหรับปีงานมันเจตนาเนี่ยเมื่อเจตนาเราจะจุดในการในการเราจะทำđặt vào mặt mới đặt vào mặt đấy 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 lah sebab pada orang mana kemudian akan satu jadi dan akan satu satu utama kita cara untuk tolong putra
dia pasal satu dia ini kita dapat satu sahnya pokok cak. Pak keputusan dia. Satu dia kita dapat dia itu mengkau. Semua kota benar-benar semacam kota đập tay lòng nước mà bây giờ thôi